បានមកជួបផ្ទាល់ហើយអត់សរសើរមិនបានមែនរីសតមកកន្លែងនេះគាត់មានធ្វើស្រែដាំស្រូវនិងប្រមូលផលហើយធ្វើកម្មវិធីដាល់អំបុកដើម្បីបង្កើតជាកម្មវិធីកំសាន្តសម្រាប់ភ្ញៀវដែលបានមកស្នាក់នៅកន្លែងរបស់គាត់បើនិយាយពីកន្លែងលេងកំសាន្តសប្បាយគឺថាច្រើនសម្បូរបែបប្លែកច្រើនខ្លាំងមែនតើសម្រាប់ការមកដើរលេងនៅកំពតលើកនេះគឺខ្ញុំមកចំដើមរដូវរំហើយមកហើយខ្ញុំក៏បានមកស្នាក់នៅកំសាន្តកំពតរីសតដូចរាល់ដងអញ្ចឹងតែប្លែកមែនតើមកដល់លើកនេះគឺចំពេលដែលគាត់កំពុងតែប្រមូលផលស្រូវបើនិយាយពីស្រូវដែលគាត់ដាំដុះនៅនឹងកន្លែងរីសតរបស់គាត់នេះគឺលក្ខណៈថាគាត់ដាំទុកគ្រុនលម្អបន្ថែមទៀតដើម្បីលើកសម្រស់រីសតរបស់គាត់ដែលជាកន្លែងស្នាក់នៅកំសាន្តបែបធម្មជាតិអញ្ចឹងឥឡូវនេះដល់រដូវនឹងដល់ពេលដែលចាប់ផ្ដើមប្រមូលផលស្រូវហើយគាត់ក៏បាននឹកឃើញគំនិតថ្មីមួយនឹកឃើញធ្វើកម្មវិធីដាល់អំបុកស្រូវថ្មីនៅនឹងកន្លែងរបស់គាត់ហ្មងនិយាយទៅគាត់បានរៀបចំកម្មវិធីនឹងទុកសម្រាប់ភ្ញៀវដែលបានមកស្នាក់នៅកន្លែងគាត់ហ្នឹងឲ្យបានមកទទួលយកបទពិសោធន៍ថ្មីនិងយល់ដឹងបន្ថែមទៀតអំពីប្រពៃណីនៃការដាល់អំបុកបែបខ្មែររបស់យើងមួយនេះមានតាំងពីសម័យបុរាណមកម្ល៉េះដូចអ្នកខ្លះទៀតអញ្ចឹងខ្ញុំជឿថាប្រហែលជាធ្លាប់តែញ៉ាំអំបុកដែលគេធ្វើហើយប៉ុន្តែប្រហែលជាមិនធ្លាប់បានធ្វើខ្លួនឯងផ្ទាល់និងបានមកឃើញសកម្មភាពដែលគេធ្វើផ្ទាល់អញ្ចឹងឯងអញ្ចឹងហើយហេងមែនតើសម្រាប់អ្នកដែលបានមកស្នាក់នៅរីសតរបស់គាត់នៅចំពេលរដូវនេះគឺនឹងទទួលបានបទពិសោធន៍ថ្មីបន្ថែមទៀតពីកម្មវិធីដាល់អំបុកមួយនោះហើយអ្វីដែលខ្ញុំពេញចិត្តសម្រាប់ការមកស្នាក់នៅកំសាន្តរីសតមួយនេះគឺថានៅកន្លែងរបស់គាត់មានសកម្មភាពកំសាន្តលក្ខណៈជាកញ្ចប់ហ្មងនិយាយទៅមិនថាតែកន្លែងកំសាន្ត activity សម្បូរបែបច្រើនខ្លាំងមែនតើមានទាំងសកម្មភាពជិះកង់ដើរលេងនៅជុំវិញនឹងជិះកាយ៉ាក់លេងនៅក្នុងបឹងនៅក្នុងរីសតផ្ទាល់ក៏បាននិងមានកន្លែងកំសាន្តសប្បាយសម្រាប់ក្មេងៗដូចជា water park អាងហែលទឹកនៅក្នុងរីសតនឹងផ្ទាល់ហ្មងអញ្ចឹងហើយបងដែលមានកូនតូចអីគឺថាដឹងតែសប្បាយលេងហ្មងហើយបើនិយាយពីកន្លែងគេងវិញខ្ញុំណែនាំបងប្អូនទាំងអស់គ្នាមកស្នាក់នៅវីឡាមួយកន្លែងនេះដែលមានបន្ទប់គេងធំទូលាយហើយអ្វីដែលសំខាន់ណាស់នៅក្នុងវីឡាមួយហ្នឹងគឺមានដល់ទៅ4បន្ទប់ដាច់ដោយឡែកពីគ្នាអញ្ចឹងល្អមែនតើសម្រាប់បងប្អូនដែលចង់មកគេងជាលក្ខណៈក្រុមគ្រួសារខ្នាតធំអីហ្នឹងអាចមកគេងនៅកន្លែងនេះជួបជុំគ្នាជុំបងប្អូនជុំកូនចៅអីចឹងទៅនិយាយទៅយើងដើរលេងជាលក្ខណៈគ្នាច្រើនអីអញ្ចឹងជួលទៅវីឡាមួយហ្នឹងទៅត្រូវម៉ាច់ហ្មងហើយបើមើលមកបន្ទប់មួយវិញគឺគេបែងចែកដាច់ដោយឡែកផ្សេងពីគ្នាសម្រាប់មនុស្សធំសម្រាប់ក្មេងៗបើសិនជាបងប្អូនមានកូនតូចនៅក្នុងបន្ទប់មួយនេះគឺគេមានជាក្រែថ្នាក់ដាក់ឲ្យគេងជុំគ្នាអញ្ចឹងក៏បានដែរនៅក្នុងវីឡាមួយហ្នឹងក៏មានកន្លែងដាំបាយធ្វើម្ហូបនិងកន្លែងញ៉ាំបាយដាច់ដោយឡែកពីគ្នាងាយស្រួលបើនិយាយពីទីតាំងវិញគឺថាល្អមែនទែនគៀកគ្នាទៅនឹងដងព្រែកដែលមានទេសភាពស្អាតខ្យល់អាកាសបរិសុទ្ធល្អត្រជាក់ស្រួលហ្មងស័ក្តិសមមែនទែនសម្រាប់ការមកស្នាក់នៅជាលក្ខណៈមិត្តភ័ក្តិបងប្អូនឬមួយក៏ក្រុមគ្រួសារឬមួយក៏ក្រុមការងារអីហ្នឹងគឺថាត្រូវទាំងអស់ហើយអីដែលកាន់តែពិសេសនៅក្នុង resort មួយនេះគាត់មានទទួលរៀបចំកម្មវិធីជប់លៀងខ្នាតតូចខ្នាតធំនៅនឹងមាត់ដងព្រែកដែលមានទេសភាពស្អាតខ្លាំងមែនទែនមានខ្យល់អាកាសល្អបរិសុទ្ធស្រស់ស្រាយហ្មងហើយបើនិយាយពីទេសភាពវិញគឺថាស្អាតហ្មងសម្រាប់បងដែលមានតម្រូវការក្នុងការធ្វើកម្មវិធីជប់លៀងជួបជុំបុគ្គលិកប្រចាំឆ្នាំឬមួយក៏កម្មវិធីជប់លៀងមិត្តភ័ក្តិអីហ្នឹងគាត់ក៏មានទទួលរៀបចំកម្មវិធីឲ្យយើងទាំងអស់គ្នាហើយបើនិយាយពីទីតាំងនៅជុំវិញគឺថាធំទូលាយខ្លាំងមែនទែនចង់រៀបចំតាមតម្រូវការរបស់បងប្អូនទាំងអស់គ្នាបានដូចចិត្តហ្មងបើសិនបើបងប្អូនមានកម្មវិធីប្រជុំឬមួយក៏កម្មវិធីសិក្ខាសាលាផ្សេងអីទៀតហ្នឹងត្រូវការសាលប្រជុំបន្ទប់ប្រជុំនៅកន្លែងនេះគាត់មានបន្ទប់ប្រជុំដល់ទៅ2មានតូចមួយធំមួយដែលអាចដាក់មនុស្សបានច្រើនតិចតាមតម្រូវការរបស់បងនិយាយទៅនៅក្នុងកំសាន្ត resort នេះគឺមានជាកញ្ចប់ហ្មងមិនថាបងចង់ជួលជាសាលប្រជុំក៏បានឬមួយចង់រៀបចំជាកម្មវិធីជប់លៀងកំសាន្តនៅក្នុង resort នៅកន្លែងរបស់គាត់ហ្នឹងក៏បានដូចគ្នាដែរហើយសម្រាប់ព័ត៌មានលម្អិតផ្សេងបងប្អូនអាចធ្វើការទំនាក់ទំនងទៅកាន់កំសាន្តកំពត resort ផ្ទាល់ដើម្បីអាចសាកសួរព័ត៌មានបន្ថែមអំពីកន្លែងគេងកន្លែងកំសាន្តនិងការធ្វើកម្មវិធីជួបជុំផ្សេងបងប្អូនអាចសាកសួរទៅគាត់បានអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយទៀត